មេរៀនចេញពីព្រះគម្ពីរម៉ាកុសចំពុក13ខ1ដល់ខ13នេះមានចំណងជើងថាឈើមាំក្នុងជំនឿដល់ទីបញ្ចប់ឈើមាំក្នុងជំនឿដល់ទីបញ្ចប់បាទចំណុចទី1ខ1ដល់ខ6បាទកុំឲ្យវង្វេងកុំឲ្យវង្វេងបាទហេតុអីបានកុំឲ្យវង្វេងបាទពេលនេះតើព្រះយេស៊ូវកំពុងតែនៅទីណាបាទនៅក្នុងម៉ាកុសចំពុក13នេះគឺជាពេលវេលាមួយដែលព្រះយេស៊ូវកំពុងតែស្ថិតនៅក្នុងសប្តាហ៍ចុងក្រោយសប្តាហ៍ដែលនឹងត្រូវគេយកព្រះអង្គទៅឆ្កាងបាទអញ្ចឹងព្រះអង្គក៏បង្រៀនអ្នកដែលដើរតាមទ្រង់ឲ្យបន្តស្មោះត្រង់ព្រោះអីទីទៀតព្រះអង្គជាប់ឆ្កាងទៅគេអាចនឹងធ្លាក់ចុះគេអាចនឹងរត់ខ្ចាត់ខ្ចាយអីចឹងណាអញ្ចឹងព្រះអង្គដឹងថាពេលវេលាគៀកមកហើយគេចិត្តមកចាប់ព្រះអង្គហើយនៅសប្តាហ៍ចុងក្រោយនឹងហើយអញ្ចឹងព្រះអង្គហៅឲ្យគេបន្តស្មោះត្រង់បាទគុំអីនេះដែលយើងពិនិត្យទៅបើមានកុំឲ្យវង្វេងកុំថប់បារម្ភកុំឈប់ធ្វើទីបន្ទាល់ហើយឲ្យកាន់ខ្ជាប់ដល់ទីបញ្ចប់នឹងឯងពីខ1ដល់ខ13បាទយើងឃើញថានៅខ1ពួកសិស្សគេសរសើរអំពីពហិយហ្នឹងវាស្រស់ស្អាតអាគារបាទសំណង់ស្រស់ស្អាតប៉ុន្តែព្រះយេស៊ូវថាម៉េចនៅខ2បន្តិចទៀតនឹងគ្មានថ្មត្រួតលើថ្មដែលមិនត្រូវទម្លាក់ចុះនោះទេព្រះអង្គកំពុងតែទស្សទាយថានឹងមានការបំផ្លាញមកដល់បាទអញ្ចឹងហើយបានជាលោកពេត្រុសយ៉ាកុបយូហាននិងអង់ដ្រេគេមកទូលសួរទ្រង់ដោយឡែកថាស្ងាត់ថាពេលលើព្រះអង្គទាយអញ្ចឹងពួកគេបារម្ភយើងថាអូព្រឹត្តិការណ៍ហ្នឹងមិនចឹងទៅប៉ុន្តែជាងដែលព្រះអង្គប្រាប់គេថាពេលណាមានការបំផ្លាញសំណង់អាគារនឹងមកដល់តែព្រះអង្គប្រាប់ឲ្យគេត្រៀមវិញត្រៀមខ្លួនយ៉ាងម៉េចបាទគឺកុំឲ្យវង្វេងបាទនៅខ5ព្រះយេស៊ូវចាប់តាំងមានបន្ទូលឆ្លើយទៅគេថាចូលប្រយ័ត្នក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេងហេតុអីគេនាំឲ្យអ្នករាល់គ្នាវង្វេងដោយរបៀបណាគឺយកឈ្មោះខ្ញុំមកនិយាយថាខ្ញុំនេះហើយគឺខ្ញុំនេះហើយគេក៏នឹងនាំមនុស្សជាច្រើនឲ្យវង្វេងផងអញ្ចឹងយើងឃើញថាអ្នកខ្លះគាត់អាចនឹងយកឈ្មោះព្រះយេស៊ូវមកបង្រៀនដោយមិនត្រឹមត្រូវដោយខុសអំពីគោលបំណងប្រហារតីព្រះខុសយ៉ាងម៉េចខ្ញុំឧទាហរណ៍ថាមានគ្រូម្នាក់គាត់ប្រាប់ឲ្យសិស្សថាអ្នកឯងត្រូវតែធ្វើនេះត្រូវតែធ្វើនោះគ្រូនៅវិហារណាដោយសារព្រះឲ្យធ្វើអីចឹងទៅឧទាហរណ៍បាទនាំឲ្យវង្វេងមកទៀតដើម្បីបានសង្គ្រោះគឺអ្នកត្រូវធ្វើនេះធ្វើនោះដើម្បីបានសង្គ្រោះនៅឧទាហរណ៍ទៀតដែរប៉ុន្តែសេចក្តីជំនឿគ្រីស្ទបរិស័ទយើងឃើញថាដើម្បីបានសង្គ្រោះគឺដោយព្រះគុណតាមរយៈសេចក្តីជំនឿរបស់យើងអញ្ចឹងគាត់តែឧទាហរណ៍ថាការដែលអ្នកខ្លះក៏មានការបន្លំទៀតបន្លំថាព្រះយេស៊ូវបានយាងមកហើយអញ្ចឹងចុះច្បុកច្បល់មែនតើសេចក្តីបង្រៀនអំពីគ្រីស្ទបរិស័ទអាចនឹងមានភាពរញ៉េរញ៉ៃប៉ុន្តែវានឹងល្អឡើងវិញដោយរបៀបណាគឺនៅពេលដែលយើងផ្ទៀងផ្ទាត់ការបង្រៀននីមួយជាមួយនឹងព្រះគម្ពីរបាទបងប្អូនប្រហែលជានឹងមានឱកាសច្រើនចូលរួមសិក្ខាសាលាចូលរួមទីនេះទីនោះហើយលើអ្នកនេះអ្នកនោះបង្រៀនប៉ុន្តែដើម្បីកុំឲ្យវង្វេងបងប្អូនត្រូវចេះផ្ទៀងផ្ទាត់ថាគាត់និយាយនោះតាមគំនិតគាត់ឬក៏តាមព្រះគម្ពីរតើណាតែចេញពីព្រះគម្ពីរណាបាទចុងក្រោយនេះមួយរយៈនេះក៏មាននិកាយផ្សេងដោយប្រើឈ្មោះព្រះយេស៊ូវបាទ
ដែលធ្វើអ្វីខុសឆ្គងឧទាហរណ៍ទៅរំខានគេអីចឹងឧទាហរណ៍មានក្រុមខ្លះថ្មីនេះទៅគោះទ្វារផ្ទះគេដើម្បីផ្សាយដំណឹងល្អវាពិបាកការផ្សាយដំណឹងល្អគឺល្អប៉ុន្តែរបៀបដែលផ្សាយដំណឹងល្អដែលមិនត្រឹមត្រូវនាំឲ្យអាប់អោនគេឈ្មោះគ្រីស្ទបរិស័ទវិញមិនបានសរសើរដល់ព្រះប៉ុន្តែនាំឲ្យអាប់អោនគេឈ្មោះវិញអញ្ចឹងរាជរបស់ព្រះឬក៏ក្រុមជំនុំត្រូវតែចេះត្រេះរិះពិចារណាពេលឮសេចក្តីបង្រៀននីមួយមិនថាខ្ញុំបង្រៀនមិនថាអ្នកណាបង្រៀនបងប្អូនទៅទីណាឮគេបង្រៀនតើគេបង្រៀនចេញពីព្រះគម្ពីរអត់តើណាទាំងអស់គ្នាបាទត្រូវចេះផ្ទៀងផ្ទាត់បាទចឹងកុំសង់សេចក្តីជំនឿយើងទៅលើប្រជាប្រិយភាពរបស់បុគ្គលណាម្នាក់ភាពល្បីល្បាញរបស់បុគ្គលណាម្នាក់ដែលគាត់បង្រៀនមកយើងចេះតែជឿគាត់កុំអញ្ចឹងណាកុំអញ្ចឹងកុំជឿដោយសារតែភាពជាគេនោះប៉ុន្តែជឿដោយសារព្រះបន្ទូលវិញយើងត្រូវជឿដោយសារព្រះបន្ទូលវិញអញ្ចឹងត្រូវតែលបងលើបាទការបង្រៀននីមួយជាមួយនឹងព្រះគម្ពីរហើយចំណុចមួយដែលនៅក្រុមជំនុំព្រះបន្ទូលជីវិតរបស់យើងទីនេះឬក៏ហៅកាត់ថា CBC យើងមានភាពរឹងមាំយើងមានភាពគោលដៅមួយគឺយើងចង់ឲ្យក្រុមជំនុំនេះសាងសង់លើព្រះបន្ទូលលើគ្រឹះព្រះបន្ទូលយល់ទេបច្ចុប្បន្នយើងឃើញប៉ុណ្ណឹងប៉ុន្តែយើងជឿជាក់ថាពេលដែលបងប្អូនចាក់ឫសរឹងមាំលើព្រះបន្ទូលគឺបងប្អូននឹងលូតលាស់ឡើងដោយរឹងមាំដោយសារបងប្អូនមានគ្រឹះព្រះបន្ទូលអញ្ចឹងបានយើងដាក់ថាព្រះបន្ទូលជីវិតនៅទីនេះក្រុមជំនុំព្រះបន្ទូលជីវិតភាពខុសប្លែករបស់យើងគឺយើងផ្ទៀងផ្ទាត់ខ្លាំងទៅលើការបង្រៀនព្រះបន្ទូលមិនសាងសង់ក្រុមជំនុំនេះទៅតាមភាពវៃឆ្លាតទេប៉ុន្តែសាងសង់ក្រុមជំនុំនេះលើព្រះបន្ទូលដោយភាពវៃឆ្លាតវិញបាទអូខេអញ្ចឹងកុំឲ្យវង្វេងទី2កុំថប់បារម្ភខ7 8កុំថប់បារម្ភកាលណាអ្នករាល់គ្នាឮនិយាយពីចម្បាំងហើយពីសូរចម្បាំងនោះកុំឲ្យអ្នករាល់គ្នាមានចិត្តថប់បារម្ភឡើយត្បិតការទាំងនោះត្រូវតែមកដល់តែពុំទាន់ដល់ចុងបំផុតនៅឡើយទេពីព្រោះសាសមួយនឹងលើកគ្នាទាស់នឹងសាសមួយនគរមួយទាស់នឹងនគរមួយក៏មានកក្រើកដីនៅកន្លែងផ្សេងហើយនឹងមានអំណត់នឹងចលាចលកើតឡើងនោះជាដើមចមនៃសេចក្តីវេទនាទេបាទអញ្ចឹងព្រះយេស៊ូវបានប្រាប់ថារឿងកាប់សម្លាប់គ្នាភាពរញ៉េរញ៉ៃបញ្ហាសន្តិភាពសង្គមគឺនឹងកើតឡើងបាទនឹងកើតឡើងអញ្ចឹងកុំថប់អារម្មណ៍យើងកុំថប់អារម្មណ៍ហ្នឹងគឺកុំដូចថាភ្ញាក់ផ្អើលពីព្រោះព្រះយេស៊ូវប្រាប់ហើយថានឹងមានការនឹងកើតឡើងពីព្រោះពិភពលោកយើងមានអំពើបាបទទួលឥទ្ធិពលពីអំពើបាបអញ្ចឹងមានភាពរញ៉េរញ៉ៃជាពិសេសនៅពេលយប់ឡើងនៅទីក្រុងភ្នំពេញណាបងប្អូនពេលដែលបងប្អូនដើរពេលបងប្អូនដើរលេងឬក៏ជិះម៉ូតូយប់ជ្រៅពេកគឺគ្រោះថ្នាក់ណាស់បាទឧទាហរណ៍យប់មិញបងប្រុសបងថ្លៃរបស់ខ្ញុំគាត់ជិះម៉ូតូសុកឡានអ្នកបើកឡានឲ្យជនជាតិចិនបរទេសបាទបន្តិចគាត់បុកពីក្រោយគាត់ជិះម៉ូតូ PCX អញ្ចឹងងទៅឡានបុកប៉ាំងដួលតិចទីម៉ូតូអស់បាក់ថ្មិញយិតអាប់យើងពង20ផងដល់ពេលនិយាយបាក់ថ្មិញទៅយើងចង់សោយបន្តិចប៉ុន្តែគ្រូថ្នាក់មែនដៃជើងគាត់ក៏តែហៅខ្ញុំក៏ទៅមើលគាត់រហូតដល់ដោះស្រាយហើយឡើងយូរប្រហែល2ម៉ោងបាទតែសួរយោបល់ខ្ញុំតែសួរយោបល់ពូខ្ញុំគាត់ប៉ូលីសចរាចរណ៍ដែរបាទអញ្ចឹងគាត់ថានិយាយដោះស្រាយគ្នាទៅបើនិយាយហើយយើងទាប្រមាណអីប្រមាណអញ្ចឹងទៅគេក៏អត់ព្រមគេថាសង$10អីចឹងណាអញ្ចឹងមានភាពញ៉ៃបើហ្នឹងហើយចុងក្រោយក៏គេសង200
ប៉ុន្តែមុនហ្នឹងណាអូនិយាយច្រើនណាស់និយាយទៅតែបលិសមកបញ្យោមួយពេលពីមិនទៅត្រូវហ្នឹង200បាទបុកគេសងសំណងដល់យើងបាទអញ្ចឹងភាពរញ៉េរញ៉ៃគឺប្រឈមរត់តែវាយគ្នាហ្មងរត់តែវាយគ្នាហ្មងប៉ុន្តែលោកគ្រូលើកទី1ដែរទៅចូលទៅដោះស្រាយអាបញ្ហាហ្នឹងចូលទៅដោះស្រាយរឿងបុកគ្នាហើយគេរត់តែឆ្លោះគ្នាអញ្ចឹងហើយមុំតែប៉ូលីសមកអីមកបាទតែខ្វាត់ខ្វែងសួរយោបល់បាទអញ្ចឹងទៅក៏គ្រូដេកអត់ស្លក់ក៏ឈឺក្បាលនេះត្រឡប់មកវិញណាឥឡូវបងប្អូនបើបងប្អូនគេបុកបងប្អូនបាំងបងប្អូនដើរលេងយប់ឡើងបងប្អូនធ្វើម៉េចអញ្ចឹងណារឿងវាច្រើនអញ្ចឹងកុំឆ្វាត់ឆ្វែងណាហើយបញ្ហាវាកើតឡើងក្នុងសង្គមនេះរញ៉េរញ៉ៃដោយសារតែអំពើបាបហើយជាពិសេសពេលយប់មនុស្សស្រវឹងហើយចាប់ពីម៉ោង9ទៅណាកុំចាប់ពីម៉ោង9ទៅមនុស្សស្រវឹងហើយអញ្ចឹងមានភាពរញ៉េរញ៉ៃអា scamming ផងអាបោកបញ្ឆោតស្នេហាអីផងណាត់គ្នាផងប្រយ័ត្នណាគេផ្ញើសារមកចង់ឲ្យលុយយើងចង់ណាត់ជួបយើងកែមានគេណាត់ជួបអត់យ៉ាងហីអញ្ចឹងគេបោកបញ្ឆោតទេគ្មានណាគេឲ្យលុយយើងអីណាអីអញ្ចឹងទៅមានគ្នាយើងខ្លះទេសួរលោកគ្រូមេសេចសួរដែរបងថ្លៃលោកគ្រូក៏មានគេអីណាគេផ្ញើនេះផ្ញើនោះឲ្យបើក្មេងៗចេះច្រើនតែគេយករឿងស្នេហាមកបញ្ឆោតដូចគេបរទេសអញ្ចឹងណាគេប្រាប់ថាគេដូចថាចង់ស្គាល់យើងឲ្យចេះនិយាយអីអញ្ចឹងទៅអាពុតគេមានមក folder គេសម្រាប់បោកបញ្ឆោតយើងអញ្ចឹងចង់និយាយថាមានភាពរញ៉េរញ៉ៃប៉ុន្តែដើម្បីត្រៀមជាមុនគឺយើងត្រូវរៀនរស់នៅក្នុងអាសភាពបែបហ្នឹងបាទរស់នៅក្នុងសភាពបែបហ្នឹងយើងនៅជាក្រុមរបស់យើងដែលមានសុវត្ថិភាពបាទយើងឃើញមានសង្គ្រាមហងៃសម្បីតែស្រុកយើងក៏មានសង្គ្រាមដែរទុរភិក្សណាអត់មានការងារធ្វើអត់មានរបស់ហូបអត់មានផ្ទះនៅអាហារមានជាតិគីមីអញ្ចឹងអាចនឹងមានរឿងច្រើនជាងនឹងទៀតណាបងប្អូនត្រៀមបាទក្នុងជីវិតរបស់យើងហានិភ័យមហន្តរាយអាចនឹងមានទៀតអញ្ចឹងត្រៀមរស់នៅម្ហូបអាហារហូបចុកអីពួកយើងមិនសបោទេប៉ុន្តែបើអ្នកខ្លះសបោអញ្ចឹងទៅយើងត្រូវខ្សែផ្សំហូបចុកអីថ្ងៃណាអូពេលខ្លះយើងក៏មានលុយដែរអញ្ចឹងត្រូវសំចំណាយអ្វីដែលចាំបាច់ណាអញ្ចឹងនៅពេលដែលមានហានិភ័យណាកើតឡើងឥឡូវមេរោគអេដកំពុងតែផ្ទុះឡើងវិញទៀតឃើញទេរឿងអញ្ចឹងយើងកុំញ័រញាក់ញញើតគឺវាកើតហើយអញ្ចឹងយើងអធិដ្ឋានយើងពឹងព្រះអង្គយើងនៅជាក្រុមហើយសូមទុកចិត្តពីអធិបតេយ្យភាពរបស់ព្រះដែរបាទត្រូវទុកចិត្តថាព្រះអង្គជ្រាបព្រះអង្គស្ថិតនៅក្នុងបញ្ហាហ្នឹងបាទអូខេទី3កុំឈប់ធ្វើទីបន្ទាល់ណាកុំកុំឈប់ធ្វើទីបន្ទាល់ខ9ដល់ខ11ប៉ុន្តែព្រះយេស៊ូវមានបន្ទូលអ្នកឲ្យអ្នករាល់គ្នាប្រយ័ត្នខ្លួនពីព្រោះគេនឹងបញ្ជូនអ្នករាល់គ្នាអញ្ចឹងព្រះអង្គនិយាយជាមួយសិស្សទ្រង់ថាគេនឹងបញ្ជូនអ្នកដែលតាមព្រះយេស៊ូវជំនាន់នោះទៅសាលាប្រជុំទៅមុខច្បាយខែទៅស្ដេចអីហ្នឹងប៉ុន្តែវាជាឱកាសដែលអ្នកដែលដើរតាមព្រះយេស៊ូវធ្វើទីបន្ទាល់ដែរគាត់ទីបន្ទាល់ឯងទីបន្ទាល់មានន័យថាពេលហ្នឹងយើងវាតទៅវាមានដំណោះស្រាយអីមួយអញ្ចឹងណាបាទធ្លាប់តល់ច្រកអីប៉ុន្តែដល់ពេលទៅព្រះអង្គក៏ជួយឧទាហរណ៍យើងអត់ដឹងផ្លូវណាបានរៀនទៀតទេមិនដឹងពេញអីណាមិនទេតល់ហើយតែក៏មានកន្លែងមួយលើកឡើងថាអូទៅតាមនេះទៅអញ្ចឹងតល់នឹងតល់បាទមានជីវិតរបស់យើងមុននឹងស្គាល់ព្រះជាទូទៅគឺតែងតែធ្លាក់ចុះ
ដូចលោកគ្រូចឹងលោកគ្រូស្គាល់ព្រះនៅពេលដែលម្ដាយលោកគ្រូស្លាប់បាត់បង់ក្តីស្រឡាញ់បាត់បង់ខ្វះភាពកក់ក្ដៅចឹងប្រហែលជាយើងអាចតល់ដែរតែព្រះអង្គគឺជាព្រះដែលនៅក្នុងអាពេលយើងតល់ហ្នឹងចឹងជាពេលដែលយើងពិបាកហើយយើងមានដំណោះស្រាយអញ្ចឹងបានបងសម្ផស្សគាត់សួរយើងបងប្អូនមានទីបន្តឬក៏អីចង់អរគុណព្រះហ៎បាទមួយសប្តាហ៍យើងតែងតែមានហើយគាត់នៅថាពេលខ្លះយើងអត់ហ៊ានចែកចាយឬខ្មាស់អៀនឬក៏មិនបានត្រៀមចិត្តចឹងលើកទឹកចិត្តឲ្យយើងធ្វើកិច្ចការនឹងបន្តទៀតព្រោះអីពេលដែលយើងតល់ហ្នឹងយើងនឹកឃើញព្រះអង្គជួយចឹងទៅវាលើកទឹកចិត្តអ្នកដែលស្ដាប់បាទគេហៅថាកម្លាចិត្តបាទកម្លាចិត្តអ្នកដែលស្ដាប់ចឹងកុំឈប់ធ្វើទីបន្ទាល់បាទអ្នកនៅជំនាន់ព្រះយេស៊ូវគេមានបញ្ហាគេចាប់គេអីគ្រាន់តែជឿព្រះយេស៊ូវប៉ុន្តែស្រុកយើងអត់អីផងយើងមានសិទ្ធជឿបាទស្រុកយើងអញ្ចឹងមិនថាតែនៅសាលារៀននៅកន្លែងការងារនៅក្នុងសង្គមបាទយើងអាចនិយាយបាទពេលដែលគេនេះនឹងគឺជាឱកាសដែរពេលដែលគេសួរនឹងគឺជាឱកាសដែលយើងបញ្យល់ដែរបាទទីបន្ទាល់គឺសំដៅទៅលើជីវិតរបស់យើងដែលព្រះអង្គធ្វើការក្នុងជីវិតយើងយ៉ាងម៉េចដល់ពេលការផ្សាយនឹងល្អគឺដូចដែលយើងបានឆ្លងកាត់រៀនសូត្រជាមួយគ្នាកន្លងមកនោះគឺជាការធ្វើបទបង្ហាញអំពីព្រះអំពីមនុស្សអំពីព្រះយេស៊ូវហើយនឹងសេចក្តីសង្គ្រោះហ្នឹងណានឹងទីបន្ទាល់គឺភាគច្រើនផ្ដោតទៅលើជីវិតរបស់យើងបានឆ្លងកាត់យ៉ាងម៉េចជាមួយព្រះអង្គនិយាយបានច្រើនទៅស៊ាំហើយយើងងាយស្រួលដែរពេលខ្លះយើងអត់ដឹងនិយាយអីប៉ុន្តែកន្លែងនេះប្រាប់ថាម៉េចចុងខ11កុំឲ្យថប់ព្រួយជាមុនពីបែបនិយាយឬពីពាក្យដែលត្រូវថាឡើយត្រូវនិយាយតែសេចក្តីណាដែលព្រះប្រទានមកអ្នករាល់គ្នានៅវេលានោះឯងត្បិតមិនមែនអ្នករាល់គ្នាដែលត្រូវនិយាយទេគឺព្រះវិញ្ញាណបរិសុទ្ធទេតាបាទអញ្ចឹងពេលដែលយើងធ្វើទីបន្ទាល់ហ្នឹងគឺយើងពឹងលើព្រះវិញ្ញាណធ្វើការក្នុងចិត្តរបស់គេឲ្យគេបើកចិត្តឲ្យគេនេះអីបាទអញ្ចឹងជាពិសេសអ្នកគ្រីស្ទានដូចគ្នាគាត់ចូលចិត្តសួរគ្នាបងមិនបានជឿព្រះបងមិនបានជឿព្រះយើងចាប់ផ្ដើមហើយអញ្ចឹងយើងពឹងព្រះវិញ្ញាណបាទយើងពឹងព្រះវិញ្ញាណដើម្បីជួយយើងបាទឲ្យនិយាយពេលដែលគេបៀតបៀនជាពិសេសមិត្តភ័ក្តិអីចឹងថាជួយឲ្យមិនទៅជឿព្រះយេស៊ូវអញ្ចឹងអាហ្នឹងជាឱកាសធ្វើទីបន្ទាល់ពេលយើងធ្វើទីបន្ទាល់យើងដាក់ព្រះជាចំណុចខ្ពស់តើណាមានន័យថាយើងប្រាប់ថាព្រះធ្វើមិនខ្លះក្នុងជីវិតយើងកុំនិយាយថាខ្ញុំជ្រើសរើសព្រះខ្ញុំធ្វើនេះខ្ញុំធ្វើនោះប៉ុន្តែប្រាប់ថាព្រះអង្គបានធ្វើអីខ្លះក្នុងជីវិតរបស់ខ្ញុំមុនជឿពេលដែលខ្ញុំជឿហើយក្រោយដែលខ្ញុំជឿបាទអូខេចំណុចទី4ចុងក្រោយកាន់ខ្ជាប់ដល់ទីបញ្ចប់កាន់ខ្ជាប់ជាប់ខ្ជួនណាបាទក្នុងសេចក្តីជំនឿហ្នឹងបាទនៅខ12ខ13ខ12ខ13បងប្អូននឹងបញ្ជូនគ្នាឲ្យត្រូវស្លាប់ហើយពុកម្ដាយនឹងបញ្ជូនកូននឹងលើកទាស់គ្នាពុកម្ដាយហើយនឹងសម្លាប់គាត់បងមនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំតែអ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុតនោះនឹងបានសង្គ្រោះពិតនេះព្រះយេស៊ូវប៉ាន់ស្មានអំពីរឿងដែលនឹងកើតឡើងគឺមានបញ្ហាខឹងទាស់ទែងគ្នាទាក់ទងនឹងសេចក្តីជំនឿបាទអញ្ចឹងបងប្អូនខ្លះគាត់កើតមកក្នុងគ្រួសារគ្រីស្ទានក៏អត់សូវមានបញ្ហាទេតែគ្រួសារខ្លះគាត់អត់ជឿហើយគាត់ខាំងខាត់អត់ឲ្យកូនជឿអញ្ចឹងបាទជួនកាលពេលហ្នឹងគាត់អត់ឲ្យជឿតែពេលក្រោយគាត់ឲ្យជឿអញ្ចឹងមានការផ្លាស់ប្ដូរប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺយើងភ្ជាប់ជួនក្នុងសេចក្តីជំនឿបាទភ្ជាប់ជួនក្នុងសេចក្តីជំនឿបាទហើយយើងទុកចិត្តដល់ព្រះអង្គពីព្រោះតែពេលខ្លះទៅយើងខ្មាស់គេ
bà dương khmắc kê chẳng dương ọt hình vậy chẳng ná phần tay bọn ông mình trong ở dương khmắc kê đi phần tay ở dương min một tận nạp hiếp vinh đại dương ban chưa bọn ông đại dương ban score đại dương ban score bè on bà lúc lúc trong lực là khá thà cà pi lúc lúc lực mây vây vây rồi bà dương có miên ca đứt đòn đây bà đời sa tay lúc cru chiêm mình lúc để mình lọ chẳng á nơi về mình cả toàn chưa bè chẳng á nè chỉ vật dương vì miền phía nghe để nhảy đôi chia tuột ba ọt sô đôi chia mình chạy pra bị sầm đây lọ ấy chứ vấn đấy mất về để dương chập đam chưa pre sú về nó lúc khu tơ lên nơi vót có miền cái tháng trong lưới thai từ khi Christian man ấy chẳng tới cái được đòn từ giờ riêng mất phe sấy sấy dương ta cắt chẳng tới chồng mà đi nhận chưa pre sú máu với mẹ làm mày đá bao bồn bồn vĩnh á thì nói ta mấy tao vay kia mà nên là dân ta dân đất kia gì ấy ôi này chưa pre số máu rồi chưa pre số máu dân tới h3 nhưng tôi khu tuột ba lời về chia lại đấy tuột ba nhân thứ con pre số máu cái châu trả này đọc bên trường đợi kinh vậy đứa đoan chân là hột bên tay ở con prong đây là khu chlong cắt bạn tuột bạn đây là khu chlong cắt ca đồng bạn luôn ca đây cô ơi à mà luôn ban chlong cắt ca cô ơi mà luôn bán chỉ vật dương có plak đấu dương từ chuột mật phẹt vinh chân tới ca vậy sẽ đây bao dương việc khom môn bà ca vô đăng bao dương có việc khom môn dương khất khom riêng sô khom thơ ca chân tới cái ắt hình gì ấy tiết cái miền tại sơ xa vinh thảo chỉ vật kia là o plak đấu chuyên môn xong bây tay ở cục mà đây lục rú cô con lực thực chất oi lục rú từ và hia to tiền từ chân tới cùng miền bà hay xong cắt ca nâng bán của ôn nâng từ một chấm hiền tia đây ôn xong cắt ca khăm yên ngày bàn của ấy bọn ông ngày nào mỗi bọn ông nâng trong gì thay bọn ông mình sân giải tay bọn ông nâng trôi top ấy mui nâng bây đại bọn ôn hiên khăm kê đời xa bọn ông bà xin chỉ dương tha ọt score bọn ông rồi dắt bọn ông ta mình score vinh nên về từ than xuống ấy bóng biết ra ọt score bọn ông ấy tha ọt score anh đấy không giấy phía xa nữa nè và ok chẳng dương khơi tha ca đại căn chọc chuôn bán á cứ trơ ca chầm này hiệp khma yên rồi cô ca tha mà đo một ca ở chân từ bà ở con bọn ông đây sọc dương đôi chia pe chưa pre về đôi mình sơ mà em mà đấy cái nhẹ là bay cái bề chân mà cả cô nhẹ chầm riêng đã ra phụ ai đầm ấy chứng pe khác còn bề chân khang ở bàn bà chân mà ôm chân từ bà chân ngồi pe đại dương chlong cắt ca lồng bạc mùi bán tam dạ rừng móm không sự đây chầm nước dương từ mùi cầm rật tiệt họ dương pe nâng dương miên sừng khâm không bạc kri bà mình men sừng khâm từ nâng sanh phiếp ấy và bọn ruột nơi đời bưng sanh phiếp lùm bát dương ở sừng khâm sờ bái dương sờ bài bên tay đập pe lùm bát dương ở chlong cắt ca lùm bát cứ dương ở đi chầm ra này mình đi tha dương trâu tài sừng khâm đò pre Giêsu Christ cướp cả lại thì sạ toàn này bờ cả lại thì sạ và bác coi dương sừng khâm xuống coi dương nơi tại sừng khâm bà túc chật bọn cướp cả lại thì sạ của ấy chỉ vật dương vì làm cho rồi đẹp độc ấy dương từ và chân pre Giêsu ban pan sman tục ông pi ca rơn tục hay bọn có ban trong cắt ca này hỏi pre Giêsu mình được cả láng cho mỗi bọn mất hẹ bọn bọt bọn nè đã xà viện bọn nó dù đa hả có bọt bọn thì mùi hai mình núp đại bọn sừng cua chê bọn mát đó tự một đại bọn vì chào cục vàng hai bờ nè đặc ngoam vĩnh nhưng khơi bờ dân mơ từ bọn mát chụp bụng môn bọn chia ba ấy chỉ trao mình tay trong cái nói về đại bọn riêng cho
ទីក្រុងយេរូសាឡឹមម្ដងទៀតមិនមែនដោយការដែលគេតាមអ៊ូអទេប៉ុន្តែគឺជាការចាប់ចោតប្រកាន់ចំពោះព្រះអង្គវិញហើយចុងក្រោយក៏គេចាប់ព្រះយេស៊ូវដាក់លើឈើឆ្កាងអ្វីដែលព្រះអង្គបានធ្វើចំពោះគេបដិសេធទាំងអស់មនុស្សយើងអត់ដឹងគុណទេសមតែស្លាប់ទេប៉ុន្តែដោយព្រះគុណរបស់ព្រះអង្គអស់អ្នកណាដែលប្រែចិត្តទទួលជឿព្រះយេស៊ូវបងប្អូននឹងមានផ្លូវដើរនៅក្នុងជីវិតដូចថាបើយើងអត់ព្រះបន្ទូលទេដូចលោកគ្រូឲ្យយើងបិទភ្នែកមកអញ្ចឹងណាគឺយើងងងឹតយើងជីវិតយើងទៅប៉ះអានេះប៉ាំងប៉ះអានោះប៉ះនេះប៉ះទង្គិចនេះប៉ះទង្គិចនោះបាទតែបើមានព្រះយេស៊ូវយើងមានបងប្អូនប្រុសស្រីនៅជាមួយយើងមានព្រះបន្ទូលយើងមានព្រះវិហារបាទនៅជាមួយបាទអញ្ចឹងសរុបសេចក្តីមកដើម្បីឈរមាំក្នុងជំនឿដល់ទីបញ្ចប់គឺកុំឲ្យយើងវង្វេងកុំឲ្យថប់អារម្មណ៍កុំឈប់ធ្វើទីបន្ទាល់ហើយកាន់ខ្ជាប់ក្នុងសេចក្តីជំនឿបាទពិភពលោកយើងកាន់តែមានភាពវឹកវរច្រើនឡើងប៉ុន្តែព្រះគ្រីស្ទព្រះអង្គស្មោះត្រង់ជានិច្ចដូច្នេះសូមឲ្យយើងឈររឹងមាំទុកចិត្តសេចក្តីសន្យារបស់ព្រះអង្គហើយក្លាហានប្រកាសដំណឹងល្អរហូតដល់ទ្រង់យាងមកវិញសូមសម្រុំចិត្តអធិដ្ឋានព្រះជាម្ចាស់អើយអរគុណព្រះអង្គដែលឲ្យទូបង្គំបានពិចារណាអំពីព្រះបន្ទូលរបស់ទ្រង់នៅថ្ងៃនេះដែលព្រះអង្គមានបន្ទូលជាមួយសាវកជាមួយអ្នកដែលដើរតាមទ្រង់នៅសម័យនោះដែលជាមេរៀនដល់យើងនៅពេលបច្ចុប្បន្នព្រះជាម្ចាស់អើយសូមព្រះបន្ទូលរបស់ទ្រង់បានចាក់ឫសក្នុងដួងចិត្តយើងឲ្យយើងទុកចិត្តព្រះអង្គជាជាងភ័យខ្លាចចំពោះព្រឹត្តិការណ៍ផ្សេងៗក្នុងពិភពលោកឲ្យទូបង្គំទាំងអស់គ្នារួចរាល់ត្រៀមរួចរាល់ក្នុងការចែកចាយទីបន្ទាល់ចែកចាយដំណឹងល្អឲ្យទូបង្គំទាំងអស់គ្នាស្មោះត្រង់ក្នុងសេចក្តីជំនឿលើទ្រង់រហូតដល់ទ្រង់យាងមកព្រះអង្គអើយសូមកុំឲ្យទូបង្គំភ័យខ្លាចអនាគតឡើយប៉ុន្តែឲ្យទូបង្គំទុកចិត្តព្រះអង្គតែមួយដែល